សួស្តីបងប្អូនទាំងអស់គ្នាអញ្ចឹងបើក្បាលវីដេអូមកគឺបងប្អូនឃើញស្រាប់ហើយគឺកន្លែងចង្ការឬក៏ទីរងដំណាំណានឹងបងប្អូនឃើញហើយគឺឃើញបែបហ្នឹងទិដ្ឋភាពបែបហ្នឹងគឺខ្ញុំនឹកឃើញដល់នៅក្មេងៗបងប្អូននឹកឃើញដល់យាយមុនគេនឹងយាយចឹងយាយគាត់ធ្លាប់ធ្វើចឹងដែរបងប្អូនមានរោងមលូរោងអីដាំដំណាំដាំអីផ្សេងៗហ្នឹងគឺចូលទៅគឺនឹកឃើញពីនៅក្មេងៗបងប្អូននឹងបងប្អូនធ្លាប់ឆ្លងកាត់ដូចខ្ញុំគឺឃើញអានេះក៏ដាំស្លាបងផ្កាស្លាផ្កាស្លាដែលតាអាចារ្យយកទៅការរៀបចំអាពាហ៍ពិពាហ៍ផ្សេងៗណាហ្នឹងមិនផ្កាស្លាគេសេនពិតប្រកបតែផ្កាស្លាដែលតាអាចារ្យយកទៅកន្លែងការកន្លែងអីណាផ្កាដូងចឹងផ្កាដូងគេអត់និយាយផ្កាដូងឆ្ងល់ដែរអត់ដឹងមិនបងប្អូនគេហៅថាផ្កាស្លាតាមពិតនេះផ្កាស្លាពិតប្រកបគាត់យកទៅធ្វើនឹងគឺផ្កាដូងសោះចាស់ប្រសពកុហកតែម្ដងបងប្អូនចាំថាជឿចាស់បាសជើងជឿក្មេងៗគ្នាយើងតាមដំណើរហ្នឹងនឹងគឺដាំមលូបងប្អូនធ្លាប់ស្គាល់ហើយគឺដាំមលូគឺគេយកធ្វើគេដាក់ជាមួយក្រាក់បងប្អូនដាក់ជាមួយក្រាក់ហ្នឹងដើមក្រាក់ណាដើមក្រាក់សក់ថ្ងៃក៏លេងសៅមានហើយមានទៅតាមតែពោគេលក់ផ្សេងៗហើយក៏លេខមកមើលប្លង់នេះទេគឺបងប្អូនកាត់ទៅអត់ហ្នឹងសម័យខ្ញុំគឺតើបងប្អូនគេថាអញ្ជីងនេះគឺអញ្ជីងដែកអញ្ជីងបាទវាចូលជាវត្ថុបុរាណហើយបងប្អូននេះចូលជាអញ្ជីងបុរាណហើយអញ្ចឹងលើកទី1ឲ្យឃើញនេះបងប្អូនខាន់ឃើញជាងតាំងជិត20ឆ្នាំអីចឹងហើយនឹងឃើញតាមទូចនៅចង្ការនៅផ្ទះយាយផ្ទះអីគាត់មានតែឥឡូវអត់ដឹងថាយ៉ាងណាយ៉ាងណីដែរបងប្អូនចឹងឥឡូវនេះគឺអញ្ជើញកាន់ចឹងបងប្អូនកាន់ថ្លឹងចឹងឯងនៅកាន់ហ្នឹងគឺទៅឲ្យសម័យឃើញអាកន្លែងកាត់ថ្លឹងត្រៃថ្លឹងអីថ្លឹងសាច់ជ្រូកស្អីនេះមិញបងប្អូនគឺជាប្រើនឹងអញ្ជើញហ្នឹងឯងបងប្អូនធ្លាប់ឃើញធ្លាប់ជួបឃើញទេសភាពបែបនេះបងប្អូនមើលខាងក្រោយនោះគឺដើមស្លានៅក្រោយអានេះគឺដើមស្កានេះបងប្អូនដើមស្រកានេះចាំបងប្អូនឃើញទេសភាពបែបហ្នឹងហើយគឺបងប្អូននៅតាមស្រុកឆ្ងាយតាមទីក្រុងតាមទីអីណានឹងយើងនឹកឃើញដល់ម៉ែឪយាយតាបងប្អូនយើងនៅតាមទីជនបទផងដូចបងប្អូននៅថៃនៅអីណាបងប្អូនមិនហ្វានខ្ញុំនៅថៃអីមើលឲ្យជួយ share ជួយផងដើម្បីរំលឹកអនុស្សាវរីយ៍អតីតកាលទាំងអស់គ្នាអាហ្នឹងគឺមានដើមសាលាដើមអីមានពាងទឹកពាងអីណានឹងគ្រាន់តែចូលសំឡេងហ្នឹងគឺឃើញទេសភាពសាថ្មីជាមួយយាយជាមួយតាមួយទឹកមួយដោះក្អែលដោយតាដែរនឹងកន្លែងហ្នឹងគឺកន្លែងដាំជីស្អាតបងប្អូនកន្លែងដាំជីស្អាតគឺរៀបចំដាក់កង់ឡានកង់អីឲ្យស្អាតទេសភាពស្អាតមែនតើហ្នឹងគឺជីសឹងនឹងគ្រប់មុខតែម្ដងបងប្អូនតើនេះគឺគាត់កាត់អស់ហើយតែតោះក្នុងដើមគួនដើមអីណានឹងយើងទៅបានសល់បន្តិចណាសល់កន្លះរឹងដែរនេះមើលត្រូវនេះគឺថ្ងៃហ្នឹងគឺថតវត្តច្រើនបងប្អូនខ្ញុំថតអត់ដឹងដែរអត់ដឹងមិនអារម្មណ៍អត់សមមូលឬក៏មិនភាសាថាបើឡានឆ្ងាយបើអីឆ្ងាយផងទៅក៏មួយដេកមួយផងក៏ឆ្លៀតចូលឃើញទេសភាពស្អាតក៏ឆ្លៀតចូលទៅបងប្អូនអានេះគឺត្រូវនៅនងបងប្អូននេះគេហៅថានឹងទឿសម្រាប់មនុស្សទឿមនុស្សអីញ៉ាំទៅត្រូវគ្នានេះនងទឿនងនេះទឿទៅបងប្អូនអត់បានមកចង្អាមដែរទេចាំមើលតិចទៀតខ្ញុំនឹងចង្អាមដែរមើលយើងឃើញចឹងដូចធំណាដូចវែងតែដល់ពេលយើងមើលជាក់ស្ដែងតិចទៀតនៅគេទេខ្ញុំចង្អាមដែរមើលគឺទូចមួយទៅបងប្អូនអានងទឿបងប្អូនហ្នឹងហើយមុននេះឃើញប្រាប់ហ្នឹងគឺនៅខេត្តខាងខេត្តកំពង់ធំបងប្អូននៅខាងស្រុកសណ្ដាននៅស្រុកសណ្ដានកំពង់ធំទៅការបងក៏នៅខាងហ្នឹងណានឹងទៅការទៅចូលរួមកតន័យទៅក៏ជ្រៀតជិះឡានដល់លេងបងប្អូនទៅវិញទៅមក600គីឡូគេដែរនោះទៅ600គីឡូគេដែរបងប្អូនដូច700ជាងឆ្ងាយដែរបងប្អូនតែយើងតន័យនាំគ្រួសារជិះដល់លេងបែបកំសាន្តជិះតិចតិចបងប្អូនមានអីលឿនអីជិះតិចតិចតាមដំណើរកំសាន្តយើងមកវិញចូលតាមប្រាសាទសម្បូរព្រៃគុកចូលទាំងអីណានឹងយើងរំហែខួរក្បាលម្ដងហ្នឹងឲ្យឆ្លាស់ម្ដងបងប្អូនព្រៃស្មុកស្មាញច្រើនឆ្នាំហើយនឹងយើងធ្វើវីដេអូធ្វើអីមិនគេការស្រួលទេបងប្អូនហើយហ្នឹងគឺស្រុកខ្ញុំគេហៅជីនាងវងមកផ្កាទៅគឺសានតែបងប្អូនផ្កាជីនាងវងណាហើយវីដេអូថ្ងៃនេះដែរក៏មិនបាននិយាយច្រើនទេបងប្អូនបើបងប្អូនចង់ធ្វើវីដេអូបងប្អូនឆ្លៀតនឹងបងប្អូនឆ្លៀតធ្វើដាំដំណាំដើម្បីបានច្រើននឹងថតពីទេសភាពដំណាំទាំងវីដេអូខ្លីវែងហើយនឹងរូបភាពផុសចូលក្នុងเพจយើងតែមួយទៅនឹងប្រចាំថ្ងៃទៅវីដេអូเพจយើងឲ្យមានសកម្មភាពនេះឥឡូវនេះគឺខ្ញុំតនេច្រើនអញ្ចឹងខ្ញុំចាប់ផ្ដើមថតវីដេអូឈុតក្រោយឆាកឈុតអីឡើងវិញក៏ផុសនៅក្នុងเพจរបស់យើងក៏មានអារម្មណ៍ថារិចនឹងវារិចច្រើនមានគេមើលឃើញកាន់តែច្រើនទៅកាន់តែច្រើនទៅអញ្ចឹងវាមិនខុសអីពីយើងដាំឈើដាំអីទេមិនដាំភ្លាមធំភ្លាមទេអានឹងខ្ញុំនិយាយច្រើនដល់ទៅក្នុងកន្លែងហ្នឹងណាយើងព្យាយាមដាំព្យាយាមមើលថែទាំស្រោចដាក់ជីដាក់ទឹកវាទៅគឺវាកាន់តែធំទៅម្ដងតិចម្ដងតិចបងប្អូនពីដូចជាគួរនឹងដែរបងប្អូនយើងត្រូវតែបើកចិត្តស្វែងយល់ឲ្យបានច្រើនគួរនេះក៏ដាំក៏ត្រូវការរយៈពេលណាមួយរបស់វាដែរបងដើម្បីវាលូតលាស់បានប៉ុណ្ណឹងណា
nên cá spy cá ở bằng bồn một tí sự hiệp theo cứ sạch bên tên nên đâm đôn bằng bồn đâm đôn cứ bị trao cá mưa thay tâm đã chỉ đã tức đi kia đây nên chẳng cá phơi video giống đi kia để bằng ớt khó khăn thế phơiประจำថ្ងៃថតផុសប្រចាំថ្ងៃទាំងរូបភាពទាំងវីដេអូវែងនិងវីដេអូខ្លីអរគុណច្រើនបងប្អូនជំរាបលា